Salesforce ក្រុមវិនិយោគ$1000 លាននៅក្នុងប្រទេសសិង្ហបុរីសម្រាប់រយៈពេល5ឆ្នាំដើម្បីជំរុញការអភិវឌ្ឍ AI ក្រុមហ៊ុនស្វូវេយ្យាអាមេរិក Salesforce បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះពីគម្រោងវិនិយោគដែលមានតម្លៃរហូតដល់$1000 លាននៅក្នុងប្រទេសសិង្ហបុរីសម្រាប់រយៈពេល5ឆ្នាំខាងមុខក្នុងគោលបំណងផ្ដោតលើការពន្លឿនការផ្លាស់ប្ដូរឌីជីថលរបស់ប្រទេសនិងជំរុញសមត្ថភាព AI របស់ខ្លួន Agentforce នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី12 ខែមីនា ឆ្នាំ2025នាយកប្រតិបត្តិក្រុមហ៊ុន Salesforce លោក Marc Benioff បានប្រាប់ក្រុមការងារ CNBC នៅក្នុងព្រឹត្តិការណ៍ CONVERGE លាននៅសិង្ហបុរីថាយើងមានបទពិសោធន៍ដ៏អស្ចារ្យនៅទីនេះ Salesforce បានចូលជាងនៅទីនេះអស់រយៈពេល25ឆ្នាំមកហើយបច្ចុប្បន្ននេះយើងកំពុងវិនិយោគ$1000 លានបន្ថែមទៀតនៅក្នុងប្រតិបត្តិការរបស់យើងនៅទីនេះលោកបន្ថែមថា Salesforce មិនគ្រាន់តែធ្វើការលក់និងធ្វើទីផ្សារនៅទីនេះទេពោលគឺព្រមមានទាំងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់បំផុតផងដែរយើងមានវិស្វករ AI ល្អបំផុតរាប់សិបនាក់នៅលើពិភពលោកនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវសង្ហបុរីរបស់យើងទន្ទឹមនឹងនេះ Salesforce បាននិយាយថា Agentforce អាចជួយសង្ហបុរីឲ្យពង្រីកយ៉ាងឆាប់រហ័សនៅកម្លាំងពលកម្មរបស់ខ្លួននៅក្នុងទូនាទីសេវាកម្មនិងវិស័យសាធារណៈសំខាន់ៗមួយចំនួនក្នុងពេលដែលប្រទេសនេះកំពុងប្រឈមនឹងចំនួនប្រជាជនវ័យចំណាស់និងការរហូតចុះអត្រាកំណើតគូជំរាបថាលោក Jermaine Lloyd មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចសង្ហបុរីបានស្វាគមន៍ការវិនិយោគរបស់ Salesforce ដោយនិយាយថាវានឹងជួយជំរុញការអភិវឌ្ឍរបស់ប្រទេសនេះដើម្បីកសាងមជ្ឈមណ្ឌលដងរវឹកសម្រាប់ការច្នៃប្រឌិត AI សង្ហបុរីមានបំណងក្លាយជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់ការច្នៃប្រឌិតនិងការអនុម័ត AI ដ៏ផ្ដោតលើការអភិវឌ្ឍដំណោះស្រាយ AI ដែលជំរុញកំណើនសេដ្ឋកិច្ចនិងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង